វីដេអូនេះចាប់ផ្ដើមជាមួយនឹងសេងពេលនេះទូករបស់គាត់ក៏នៅក្បែរកោះវ៉ាណូនឹងដែរសូមរំលឹកថាការពីនៅតូចសេងធ្លាប់ស្គាល់អូដិននិងគ្រួសាររបស់គាត់កំឡុងពេលដែលអូដិនធ្វើដំណើរជាមួយនឹង Goldie Roger មកដល់ចំណុចនេះគេអត់តន់ប្រាប់ទេថាសេងទៅម្ដងវ៉ាណូនឹងធ្វើអីបន្តមកសេងរឿងបានកាត់ទៅមើល Luffy ហើយនឹងក្រុមសពន្ធមិត្តនៅពេលនេះពួកគេកំពុងតែផឹកស៊ីសប្បាយរីករាយអបអរសាទរប្រជាជនវ៉ាណូដែលទទួលបានសេរីភាពវិញខណៈពេលដែលប្រជាជនហើយនឹងក្រុម Luffy កំពុងតែផឹកស៊ីសប្បាយក្រុមអាកាសាយ៉ាមួយចំនួនដឹងថាមានស្រូវខ្លាំងចូលមកលុកលុយហើយពួកគេក៏នាំគ្នាចេញទៅស្ទាក់ស្រូវនោះដោយផ្ទាល់ដោយមិនចង់ឲ្យប៉ះពាល់ដល់ការផឹកស៊ីសប្បាយរបស់ Luffy ឡើយស្រូវដែលចូលមកលុកលុយនោះគ្មាននរណាផ្សេងក្រៅពី Ryoku Kyu ដែលយើងបានឃើញកាលពីវីដេអូមុនគោលបំណងរបស់គាត់គឺចង់ចាត់ការក្រុមចោរសមុទ្រឲ្យបានច្រើនបំផុតជាពិសេសគឺ Luffy ដែលសារតែនៅពេលនេះក៏វ៉ាណូអត់មានខៃដូនៅកាងទៀតទេតាមពិតទៅ Ryoku Kyu នឹងគឺជាជនថ្មអាកាសឆ្លៀតពេលគ្នា Luffy ហើយនឹងក្រុមសពន្ធមិត្តមិនតាន់ជាពីរបួសគាត់ចង់ឆ្មាក់ចូលមកចាត់ការពួកគេឲ្យហើយ You're testing my patience. Thank you. បន្ទាប់ពីត្រូវបាន Denjiro កាត់ឲ្យដាច់ដៃម្ខាង Ryoku Kyu បានប្រែកាយខ្លាយទៅជាដើមឈើមួយយ៉ាងធំ Devil Fruit របស់គាត់គឺប្រភេទ Logia ដែលមានឈ្មោះថា Woodwood Fruit ហើយអ្នកញ៉ាំ Devil Fruit ប្រភេទ Logia ហ្នឹងគឺឲ្យប្រែកាយខ្លាយទៅជារបស់ដែលមាននៅក្នុងធម្មជាតិទាំងស្រុងដូចជាឈើសាច់ភ្លើងផ្សែងអីចឹងទៅក្បាច់ដៃឬក៏ក្បាច់ដាវធម្មតាវាយអ្នកដែលញ៉ាំ Devil Fruit ប្រភេទ Logia ហ្នឹងអត់ត្រូវទេតើតែប្រើ Armament Haki ឬក៏ Conqueror Haki ទើបអាចធ្វើអីគាត់បាននៅពេលនោះ Denjiro បានព្យាយាមយកដែរទៅកាត់ឫសឈើរបស់ Ryoku Kyu ដែរប៉ុន្តែកាត់ភ្លាមដល់មកវិញភ្លាមតើតាយ៉ាមកធំមកដល់ហើយលោតទៅសន្ពងគាត់មកដបង Haki ទៅ Ryoku Kyu ចេះឈឺខ្លះបន្តមកម៉ូបានផ្ដល់ម្នាក់ទៀតប៉ុន្តែគួរឲ្យសាមខ្លាំងណាស់គាត់ចង់ផ្លុំភ្លើងដោយខៃដូប៉ុន្តែផ្លុំអត់ចេញដល់ពេលអញ្ចឹងគាត់ក៏ស្ទុះទៅខាំ Ryoku Kyu ប៉ុន្តែអត់ប្រយោជន៍ទេក្រោយមកត្រូវបាន Ryoku Kyu ប្រើឫសឈើចាប់ជាប់ដល់ពេលគេក្លេជាប់អញ្ចឹងហើយម៉ូនៅតែហាមយ៉ាម៉ាថូកុំឲ្យលូកដៃមូលហេតុហ្នឹងគឺទីទៀតយ៉ាម៉ាថូត្រូវទៅជាមួយនឹងក្រុម Luffy ហើយអញ្ចឹងគាត់ហើយនឹងក្រុមអាកាសាយ៉ាត្រូវតែមានសមត្ថភាពការពារវ៉ាណូឲ្យបានដោយខ្លួនឯងនៅពេលនោះក្រុមអាកាសាយ៉ាបានខំប្រឹងប្រែងទាំងត្រាប់ទៅនោះព្រោះពួកគាត់មិនទាន់ជាពីរបួសនៅឡើយទេចំណែកម៉ូក៏ត្រូវបានគេវាយធ្វើបាបផងដែរពេលឃើញអញ្ចឹងរ៉ៃសូក៏បញ្ញាប្រើកំពីភ្លើងទៅដិត Ryoku Kyu បណ្ដាឲ្យ Ryoku Kyu ស្រែកធ្វើដូចជាឈឺចាប់ខ្លាំងណាស់អញ្ចឹងតាមពិតអានឹងគាត់ប្រេងលេងសោះកម្ដៅភ្លើងប៉ុណ្ណឹងមិនអាចធ្វើឲ្យគាត់បានទេគ្រាន់តែ Ryoku Kyu ក៏ដាស់មកឆាច់ឲ្យលត់ភ្លើងអស់ហើយនៅពេលនោះ Ryoku Kyu បានប្រើឫសឈើទៅចាក់រ៉ៃសូជ្រុចក្រោយមកបូមជីវជាតិនិងជាតិទឹកចេញពីខ្លួនរបស់រ៉ៃសូឡើងអស់ធ្វើឲ្យរ៉ៃសូឡើងស្វិតដូចខ្មោចហៅ zombie អញ្ចឹងការប្រយុទ្ធបន្តទៀតក្រុមអាកាសាយ៉ាទាំងអស់ត្រូវបាន Ryoku Kyu ចាប់បានទាំងអស់រួមទាំងយ៉ាម៉ាថូផងដែរគោលបំណងរបស់ Ryoku Kyu នៅពេលនោះគឺចង់ចាប់ក្រុមម៉ូធ្វើជាចំណាត់ខ្មាំងបង្ខំឲ្យ Luffy ចេញមុខហើយនឹងព្រមចុះចាញ់នៅពេលនោះយ៉ាម៉ាថូបានប្រាប់ម៉ូឲ្យហៅ Luffy មកដឹងតែឈ្នះហើយប៉ុន្តែម៉ូអត់ព្រមធ្វើ